ដំណាបផ្សងព្រេងនៅបាត់ដំបងនៅខេត្តបាត់ដំបងមានក្មេងស្រីម្នាក់ឈ្មោះតារាចូលចិត្តស្វែងយល់រឿងថ្មីណាស់ថ្ងៃមួយតារាបានសុំលោកតាវិជានាំនាងទៅដើរលេងកម្សាន្តនៅជុំវិញខេត្តបាត់ដំបងលោកតាវិជាញញឹមហើយនិយាយថាល្អណាស់ចៅតោះយើងទៅលេងរថភ្លើងឫស្សីដែលល្បីល្បាញបំផុតនៅបាត់ដំបងតារាលោតកញ្ឆក់កញ្ឆែងដោយក្តីរំភើបពួកគេបានទៅដល់កន្លែងរថភ្លើងឫស្សីតារាឃើញរថភ្លើងឫស្សីជាច្រើនកំពុងរង់ចាំអ្នកដំណើរវាជាបន្ទះឫស្សីធំមួយដែលដាក់នៅលើកង់ដែកតារានិងលោកតាវិជាបានឡើងជិះរថភ្លើងឫស្សីខ្យល់បក់ផាត់ត្រជាក់ស្រួលពួកគេបានឃើញវាលស្រែបៃតងខ្ចីនិងភូមិអ្នកស្រុកដ៏ស្រស់ស្អាតនៅតាមផ្លូវបន្ទាប់ពីជិះរថភ្លើងឫស្សីរួចលោកតាវិជាបាននាំតារាទៅលេងភ្នំបាណន់តារាបានឃើញប្រាសាទបុរាណមួយនៅលើកំពូលភ្នំលោកតាវិជាប្រាប់ថាប្រាសាទនេះឈ្មោះថាប្រាសាទបាណន់វាត្រូវបានកសាងឡើងតាំងពីយូរលង់ណាស់មកហើយពួកគេបានឡើងជន់តាថ្មទៅកាន់ប្រាសាទនៅពេលទៅដល់កំពូលភ្នំតារាអាចមើលឃើញទេសភាពខេត្តបាត់ដំបងទាំងមូលវាស្រស់ស្អាតខ្លាំងណាស់លោកតាវិជាបាននាំតារាទៅទស្សនាសាលាគុនខោតបាសាក់ដែលជាសិល្បៈបុរាណរបស់ខ្មែរតារាបានឃើញអ្នករបាំកំពុងហាត់រាំយ៉ាងទន់ភ្លន់លោកតាវិជាពន្យល់ថាខោតបាសាក់គឺជាទម្រង់សិល្បៈមួយដ៏សំខាន់របស់ខេត្តបាត់ដំបងដែលយើងត្រូវតែថែរក្សាតារាមានអារម្មណ៍សប្បាយរីករាយនឹងរៀនបានច្រើនអំពីខេត្តបាត់ដំបងនាងគិតថាបាត់ដំបងពិតជាមានអ្វីៗជាច្រើនដែលគួរឲ្យចាប់អារម្មណ៍